នាយករដ្ឋមន្ត្រីប្រកាសឲ្យកែតម្រង់វិស័យការពារជាតិតាមរយៈការបង្រួមក្បាលពង្រីកខ្លួនសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី15ខែឧសភានេះបានប្រកាសឲ្យកែតម្រង់វិស័យការពារជាតិតាមរយៈការបង្រួមក្បាលពង្រីកខ្លួនការប្រកាសបែបនេះដោយសារតែសម្ដេចធិបតីយល់ឃើញថានាយកដ្ឋាននិងការិយាល័យមួយចំនួនមានតួនាទីជាន់គ្នាហើយប្រភេទទ័ពនិងកម្លាំងប្រយុទ្ធក៏មានមុខងារដូចគ្នាដែរដូច្នេះសម្ដេចបញ្ជាក់ថាបច្ចុប្បន្ននៅក្រសួងការពារជាតិកំពុងគ្រោងលុបចោលនាយកដ្ឋានមួយចំនួនកាត់ការិយាល័យមួយចំនួនហើយបង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នាដាក់តែមួយហើយប្រភេទទ័ពដែលមានមុខងារដូចគ្នាក៏ត្រូវដាក់តែមួយដែរក្នុងន័យនេះសម្ដេចធិបតីចង់សង្កត់ធ្ងន់ថាបើមិនធ្វើដូច្នេះទេនៅតែមានការផ្ទេរពីក្រោមឡើងទៅលើដែលនាំឲ្យស្ដួចនៅខាងក្រោមហើយមកប៉ោងធំនៅខាងលើគ្មានធ្វើអ្វីទេពលគឺចាំតែបើកប្រាក់ខែចិញ្ចឹមទីបញ្ជាការនិងការិយាល័យនីមួយផ្ទុយទៅវិញនៅពេលត្រូវការអ្នកប្រឈមមុខផ្ទាល់និងដើរល្បាតប្រចាំថ្ងៃគឺកាន់តែខ្សត់ទៅមិនតែប៉ុណ្ណោះសម្ដេចបញ្ជាក់បន្ថែមថាអគ្គបញ្ជាការក៏ដូចគ្នាដែរពលគឺផែនការទៅថ្ងៃមុខក៏នឹងកាត់បន្ថយពី2000អ្នកមកនៅត្រឹម600អ្នកប៉ុណ្ណោះសូមស្ដាប់ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាដូចតទៅបន្ទោះជាយ៉ាងណាក៏ដោយវិស័យការពារជាតិមិនមែនភ្លើងចម្បាំងទេត្រូវរយៈពេលវែងអញ្ចឹងការកំណែតម្រង់របស់យើងនេះគឺផ្អែកទៅលើកិច្ចការងារសំខាន់ដូចជាការពង្រឹងរចនាសម្ព័ន្ធការវឹកវើគ្រឿងបំពាក់ប៉ុន្តែអ្វីដែលគោលដៅធំគឺការរៀបចំទីហោបង្កើនប្រសិទ្ធភាពនេះរចនាសម្ព័ន្ធជាសាមញ្ញគឺថាបង្រួមក្បាលពង្រីកខ្លួននិយាយសាមញ្ញតែម្ដងតែនិយាយតែកែតម្រង់ទិសដៅស្អីកែតម្រង់ពីណាក៏និយាយបានប៉ុន្តែទិសដៅស្អីបាទគឺកែតម្រង់ដើម្បីគោលដៅចុងក្រោយគឺបង្រួមក្បាលពង្រីកខ្លួនព្រោះខ្លួននិងជើងគឺជាអ្វីដែលជាប់ដៃហើយជាអ្វីដែលត្រូវដើរជាប្រចាំដោយសារយើងផ្អាកតាំងពី98មកយើងការរើសទ័ពថ្មីក៏យើងមានចំនួនកំណត់ការចូលនិវត្តន៍ក៏វាកើតពីមួយឆ្នាំទៅមួយឆ្នាំតំណន្តរស័ក្តិរបស់យើងក៏កាន់តែកើនយោធិននគរបាលជាតិតាមបណ្ដាអង្គភាពប៉ុន្តែនៅអង្គភាពជើងក្រោមគឺមានកម្រិតឋានានុក្រមព្រោះយើងមិនអាចថាឲ្យទៅដល់ឆ្នាំឡើងចឹងជាយុទ្ធជនពាក់ផ្កាយ3ក៏មិនកើតបាទត្រូវមានឋានានុក្រមពីមេពួកមេក្រុមមេកងតូចមេកងអនុសនាធំមេវរៈតាមឋានានុក្រមប៉ុន្តែទោះជាយ៉ាងណាការរៀបចំបច្ចុប្បន្នយើងអត់ទាន់ត្រូវទេព្រោះធម្មតាសាក់មួយគឺមេកងអនុសនាតូចកាន់តប30នាក់ជាងមិនសាក់មួយជាយុទ្ធជនទេប៉ុន្តែដោយសារយើងអត់មានចូលចឹងបានកន្លែងខ្លះយុទ្ធជនឡើងសាក់2សាក់3ឬមួយក៏មេកងតូចស្មើនឹងមេកងអនុសនាធំតែនេះជាតម្រូវការស្ថានភាពជាក់ស្ដែងរបស់យើងប៉ុន្តែទៅថ្ងៃមុខយើងនឹងរៀបតបឲ្យបានលំដាប់លំដោយទី2ក្បាលធំបង្រួមឲ្យតូចបាននៃស្ថាប័នដឹកនាំបញ្ជានឹងគ្រប់គ្រងក្រសួងការពារជាតិអគ្គបញ្ជាការបញ្ជាការដ្ឋានប្រភេទទ័ពបញ្ជាការដ្ឋានភូមិភាគបញ្ជាការដ្ឋានកងពលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកសេវានឹងឲ្យថយបាទមកកាល័យខ្លះឥឡូវឡើង50នាក់អត់ត្រូវការទៅ10នាក់យកទៅ10នាក់ទៅថ្ងៃក្រោយតែពង្រឹងទៅដល់កម្លាំងប្រតិបត្តិការវរៈសេនាតូចស្អីនៅខាងក្រោមបាទអញ្ចឹងការធ្វើកំណែតម្រង់នេះឥឡូវយើងបានធ្វើមិនទាន់ចប់ទេនៅបានធ្វើជាបដាឥឡូវនៅក្រសួងអាដាមទាសីហាថ្ងៃនេះឲ្យបានចូលគាត់នៅសៀមរាបគឺបានកំពុងពិចារណាឥឡូវយើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួនកាត់កាល័យមួយចំនួនផ្នែកមួយចំនួនចោលបង្រួមកាល័យចំនួនដែលមានទួនាទីដូចគ្នាដាក់ក្រុមតែមួយប្រភេទតបកម្លាំងប្រយុទ្ធមុខងារដូចគ្នាប្រមាណយើងលុបបើលុបពីក្រសួងហើយជំនាញខ្លះត្រូវលុបពីលើដល់ក្រុមតែម្ដងវាអត់ត្រូវការងារខ្លះកាល័យមួយអាចធ្វើបានចាំបាច់មានកាល័យ2ទេលុបចោលមួយទៅបង្រួមទួនាទីមកមួយទៅឲ្យក្បាលកាន់តែតូចនៅជើងគោកនៅអគ្គបញ្ជាការកាលពីខ្ញុំ
ទៅមេជើងគោកយើងបានធ្វើមកជាទៀតកាលនោះយើងបានប្រជុំទី1ហាមឈប់ឲ្យផ្ទេពីក្រោមឡើងលើតែពីលើទៅក្រោមបានបើចង់ផ្ទេពីមជ្ឈការដ្ឋានជើងគោកទៅភូមិភាគទៅសុបយើងឲ្យតែបើសុំពីក្រោមមកស្នាក់នៅចំចតនៅកាឡៃនៅលើអត់ឲ្យទេតឹងណាអគ្គមជ្ឈការដូចគ្នាហើយខ្ញុំសូមអរគុណអាដាមវងពិសេសដែលជំរុញការងារនេះអគ្គមជ្ឈការពីអាណត្តិមុនងាយមិញខ្ញុំឆៃបើអាដាមជំសុកពេលដែលចាប់ផ្ដើមយើងមាន 6,000 នាក់ឥឡូវនៅសល់តែជាង 2,000 នាក់ទេហើយផែនការទៅមុខគឺនឹងកាត់បន្ថយឲ្យនៅសល់តែជាង 600 នាក់ទេសម្រាប់អគ្គវិជាការកែតម្រង់ពី 6,000 ទៅ 600 មិនត្រឹមតែនិយាយទេគឺបានកែពី 6,000 មក 2,000 រួចទៅហើយអស់ 2/3 រួចទៅហើយអ្នកចេញអ្នកចូលអត់ទេអ្នកចូលនិវត្តន៍បាទចូលនិវត្តន៍អញ្ចឹងគឺជាបើសិនជាផ្ទេពីក្រោមឡើងទាំងអស់នៅតែជើងស្ដួចប៉ោកនៅតែលើដដែលអត់ធ្វើអីទេបើកតែពាក់កែចិញ្ចឹមការឡៃចិញ្ចឹមទីជាការចិញ្ចឹមនឹងអត់ធ្វើអីអត់កន្លែងអង្គុយទៀតនៅពេលដែលអ្នកប្រឈមមុខផ្ទាល់ត្រូវការល្បាតត្រូវការទទួលក៏ទៅ100 គីឡូត្រូវការ50 គីឡូល្បាតប្រចាំថ្ងៃកាន់តែខ្សត់ទៅ